នេះយើងជីហើយធ្វើដំណើរចូលទៅក្នុងតំបន់អង្គរនៅពេលដែលកំពុងតែភ្លៀងធ្លាក់ខ្លាំងបងប្អូនចាំមើលថាតើទិដ្ឋភាពនៅប្រាសាទអង្គរវត្តរបស់យើងនេះមានទេសភាពសោភ័ណភាពបែបណានៅពេលដែលភ្លៀងកំពុងតែធ្លាក់ខ្លាំងយ៉ាងដូចនេះខ្ញុំសង្ឃឹមតែមួយមានត្រីឡើងហើយដែលចាប់នេះគេហៅថាផ្សារភូមិភាគឈ្មោះហ្នឹងគឺឈ្មោះភូមិភាគអញ្ចឹងមកផ្លូវចូលទៅអង្គរយើងចូលពីតាមផ្លូវពលានចិនបោះចាក់នេះយើងចូលដល់កណ្ដាគៀកហើយណាគៀកផ្សារអង្គរផ្លូវនេះធម្មតាជីដល់នេះឃើញកពូលហ្នឹងហើយលៀងចាស់ឃើញទេធម្មតាគឺឃើញហើយលៀងចេះឃើញតែភ្លៀងទេគឺមកជាមួយស្រីស្អាតប្រចាំតកូលនេះអ្នកស៊ីមរៀបនេះនៅផ្លូវអូមុខស្អាតនេះអេអូនស្អាតម្ល៉េះលោកអើយលើក៏បីមាត់ឡើងក៏ហប់ទុំតែម្ដងដូចផ្លែ strawberry នឹងឯងនេះយើងម្ដងចូលគៀកអង្គរមែនទេនេះហើយមុនភ្លៀងនឹងខ្យល់ខ្លាំងដែលសើឃើញមានធាងថ្នោតធាងអីមើលឈើបែបអីតាមផ្លូវហ្នឹងហើយមានមនុស្សយើងច្រើនណាបងប្អូនយើងមកទស្សនាប្រាសាទអង្គរវត្តយើងច្រើនណាស់ហើយយើងមើលឃើញមានកន្លែងគេតែងការអីគេនោះអូននឹកឃើញអាកន្លែងគេតែងការហ្នឹងយើងកាលយើងទៅជួបគ្នាដំបូងហ្នឹងឯងអាកន្លែងគេតែងបុរាណស្លៀកកាលនោះអ្នកស៊ីមរៀបគេនាំមកតែងនៅហ្នឹងឯងតែងធ្វើអីយើងជាតាមគេទៅណាកាលនោះណាឥឡូវសួរអីនេះកាលនោះមិនមានអារម្មណ៍មិនបាននាំកាលនោះយើងជាសង្សារនាំសង្សារមកថតតែងនៅស៊ីមរៀបហ្នឹងហ៎អៀនគេអូខេឥឡូវយើងដល់ប្រាសាទអង្គរវត្តហើយមើលទៅខ្ញុំមើលឃើញស្ទង់នៅកំពូលប្រាសាទណាកំពូលប្រាសាទអង្គរវត្តខ្ញុំមើលពីនេះទៅឃើញស្ទង់ដោយសារភ្លៀងឃើញសមោលចឹងធម្មតាមកដល់កន្លែងនេះបើអាកាសធាតុមេឃស្រស់ល្អគឺយើងឃើញច្បាស់ប៉ុន្តែមើលទៅឃើញស្ទង់នោះឃើញកំពូលស្ទង់តែវាដូចស្អាតមួយយ៉ាងនៅក្នុងកាមេរ៉ាមើលអត់ឃើញទេបងប្អូនណ៎មើលដល់កន្លែងរបៀបដូចរបៀបសមោលដូចរបៀបសមោលឃើញទេនៅហើយមានមនុស្សដើរចូលទៅច្រើនទទួលឆាត់ទទួលអីគឺថាឱកាសហ្នឹងគេសប្បាយចិត្តមើលទៅឃើញស្អាតឃើញទៅសមោលស្ទង់ហ្នឹងណាខ្ញុំថតយ៉ាងម៉េចឲ្យបងប្អូនបានឃើញជាលក្ខណៈសមោលស្ទង់ទីបើណ៎ឃើញសមោលហ្នឹងឯងស្ទង់ហ្នឹងឯងឃើញទេវាស្អាតអញ្ចឹងអង្គរវត្តយើងវាស្អាតគ្រប់ជ្រុងហ្នឹងអញ្ចឹងបានមនុស្សភាគច្រើនគេប្រាថ្នាមកនៅខេត្តសៀមរាបហ្នឹងឯងឥឡូវនេះយើងនឹងឲ្យអ្នកសរៀបគាត់នឹងនិយាយប្រាប់បងប្អូនទាំងគ្នាពីអារម្មណ៍របស់គាត់ពីអ្វីដែលគាត់បានមើលឃើញទស្សនវិជ្ជាជាក់ស្ដែងនៅពេលភ្លៀងសូមអញ្ជើញខាងសរៀបនិយាយចុះឃើញអីនិយាយហ្នឹងទៅគេវាធម្មតាទៅគឺឃើញរហូតដល់ធម្មតាហ៎ធម្មតាទេនៅតែស្អាតនៅតែស្អាតអង្គរវត្តគេហៅគេសៀមរាបហៅអង្គរវត្តចាអង្គរវត្តអ្នកតំបន់ឲ្យចុះផ្លែថ្នោតគេហៅអីគេថ្នោតហ្នឹងហើយចុះផ្លែបឺគេហៅគេផ្លែបឺអេគេថាសួរច្បាស់អ្នកសៀមរាបផ្លែបឺធាងថ្នោតអូខេដល់ស្រុកស្រែនេះចាប់គោយកអាថែមនេះហ្នឹងអូខេនៅសៀមរាបពិសាតំបន់ហ្មងស្អាតជាងគេបកែជាងគេហៅអីសំណំលើអាមួយទៀតដែលមិនសូវព្រោះគេហៅស្អីគេចៃនៅម្ដាយនេះមើលតំណែងស្អាតលផាត់ព្រឹងតិចឯណានៅតំណែងនេះអូកន្លែងហ្នឹងហ៎គេឡើងស្អាតក្នុងកាមេរ៉ាឡើងស្លេកគេទៅតាមភាពចៃឃើញស្អាតមែនតើបងប្អូននៅក្នុងនៅជាមួយខ្ញុំនោះគឺអ្នកស៊ីមរៀបពិតប្រកបណាកើតនៅស៊ីមរៀបនៅនឹងស្រេចហ្មងគាត់កើតនៅស៊ីមរៀបមើលស្អាតមែនអូយណូហេតុតែគេអ្នកស៊ីមរៀបណូស្អាតម្លេះស៊ីមរៀបស្រុកខ្ញុំ
មានមនុស្សជាច្រើនគេប្រាថ្នាចង់មកនៅសៀមរាបប៉ុន្តែខ្ញុំនេះមិនដែលគិតថាខ្លួនឯងបានមកនៅសៀមរាបទេចុងក្រោយបានមកនៅនឹងរហូតបណ្ដោយ និយាយចុះមិនថាម៉េច តែសាខ្លួនឯងវាមិនដែលសម័យឃើញណាយើងមិនដែលសម័យឃើញថាយើងមកនៅសៀមរាប ចង់មកនៅសៀមរាបអួតគេថាខ្ញុំបានសម័យនេះតែ មិនបានសម័យតែខ្ញុំបាន មាន ហ្នឹង ដូចអ្នកខ្លាំងសម័យលើតែបានមិនដឹងគ្រូចង់និយាយបានតែចង់គេ អត់បានប៊ូលីគេទេចង់កាន់អ្នកខ្លះសម័យតែគាត់ដល់ណាសម័យនោះក៏អត់មកដែរ អួត ហ្នឹងហើយនិយាយថាអួតខ្លះដើម្បីឲ្យយើងឲ្យមានឲ្យអ្នកដែលសម័យនោះគាត់មានសកម្មភាពនេះគេហៅភូមិបោយដៃណាសៀមរាបនេះហៅភូមិបោយដៃ បយដៃផ្ទះតិចលេង តែកន្លែងនេះតែប៉ុន្តែកន្លែងហៅគេហៅគេអ្នកចាំហាងអ្នកចាប់ម៉ួយអ្នកចូលហាងអ្នកហៅម៉ួយចូលហាង កង់លើបែបមាននេះទីកង់លេងអ្នកសរៀប អ្នកសេរីពិធីកង់ជាឯង កង់កាត់ភ្លៀងឡើងហាក់ពី អែហ្មងណាឥឡូវយើងចូលទៅដល់កន្លែងខ្លងទ្វារគេ មានលេអម ខ្លងទ្វារទលេអ៊ំវ៉ាវ នៅក្នុងរឿងក្លំលោក វ៉ាវដូចក្នុងរឿងប្លោមលោកហ៎ រឿងព្រេងនឹងអុយនៅមើលវាបែបភ្លៀងមកទៅវាល្ងិតដល់ឈើធំដូចចូលអាប់ណា ធម្មតាអ្នកគូទៅត្រឹមឃើញសភាពដើមខាងកាមេរ៉ាគឺដាក់មកសងផ្លែតអត់វាដើមវាអត់ កាមេរ៉ាស្អាតចឹងហ៎ អូឈូថតសម្រាប់ វ៉ាវតាមឈើលើកទី1ហ៎បងប្អូនមកស៊ីមរៀប2ឆ្នាំហើយប្រពន្ធប្រពួរមកលេងស៊ីមរៀបពេលភ្លៀងដល់មកលេងស៊ីមរៀបមកលេងប្រាសាទអង្គរវត្តពេលភ្លៀង លេងថាមិនបានគោប៉ុណ្ណានេះ និយាយតាមផ្លូវមើលពេលភ្លៀងនិយាយច្រឡំនេះ តែបើអត់មានម៉ូតូមានឡានអុយជីកាត់មួយកណ្ដាស់ នេះចុះទៅដេញមកទៅដូចប្លោមលោកមែនដូចអាគេហៅរូបភាពរូបភាពរ៉ូមែនទិកគេចេញមកពីលិចធ្លោហ្មងអូយ នេះเอาឡើងក្នុងបាក់ខែង តែខាងនេះគឺឡើងភ្នំបាងខែងណាឡើងភ្នំបាងខែងឡើងទៅមើលសាន់សែត មើលសាន់រៃក្នុងគោវត្តហើយនៅស្រះស្រង់ សាន់រៃនៅអង្គរវត្តនឹងស្រះស្រង់ណាថាម៉េច ចូលបំហ្នឹង ចូលបំមន់អើយចាក់ចាក់ គេលែងជីទូថតព្រឹក អូខេល្អឯងល្អឯងទៅល្អឯងនេះមានន័យថាម៉េចឥឡូវល្អឯងអ្នកស៊ីម មានតែគេឧស្សាហ៍មកថត ឧស្សាហ៍មកថតដែរល្អឯងយើងចូលបច្រាស់គេដែរbây giờ bốយើងផងទៅមើលហើយមកដល់នាងជានៅឃើញបងមន់បាក់ខែងហ្នឹងហើយយើងចូលបងមន់ទៅណាបងប្អូនណាបើបាក់ពេកណា